បាទសួស្តីបងប្អូនណានេះដល់វគ្គសម្ងួតស្រូវទៀតហើយបងប្អូនបាទសម្ងួតរងថ្ងៃបងប្អូនណាបាទតែរសារតែមួយរយៈនេះវារៀងសេតពេកក៏អត់បានធ្វើវីដេអូទេបងប្អូនណាបាទមើលយើងមានថ្ងៃសេតថ្ងៃសប្បាយដែរបងប្អូនណាបាទអានេះខាងសមាគមរៀងចុងដៃបន្តិចបងប្អូនណាថ្ងៃស្រាល26តោនទាំងសម្ងួតទាំងរែងបងប្អូនណាបាទហើយបងប្អូនត្រូវការសម្ងួតនិងរែងអាចតាក់ទងគឺតាក់ទងមុនបងប្អូនណាព្រោះស្រូវយើងគឺជាប់ថ្ងៃគ្នារហូតបងប្អូនណាអ្នកខ្លះគាត់មកសម្ងួតទៅគាត់បានសម្ងួតឲ្យដោយសារវាជាប់ឡនិងរែងដោយសារយើងជាប់រែងរហូតដែរបងប្អូនណាឥឡូវនេះចូល26តោនទៀតអញ្ចឹងវាតទៅ4ថ្ងៃទៀតបានរែងហើយបងប្អូនណាបាទអញ្ចឹងបើរែងឥឡូវក៏តមួយដែរបងប្អូនណាបាទឆ្នាំថ្មីខ្មៅពេញហើយដើមរដូវយើងមកដល់ហើយបងប្អូនណាបាទយើងកសិករអត់មានជំរឿសទេបងប្អូនណា26តោនឃើញស្រូវដូចភ្នំចឹងបងប្អូនបាទដូចទៅតែមិនការងារយើងកកម្មយើងហើយបងប្អូនណាតែគាត់ថាយើងរស់នៅតាមបែបរបស់យើងអត់ទៅលួចអត់ទៅឆក់អត់ទៅប្លន់ទៅពុកលួចទៅអីទេបងប្អូនណាតាមកម្លាំងសមាជីវៈធ្វើតិចបានតិចធ្វើមួយថ្ងៃបានមួយថ្ងៃធ្វើកន្លះថ្ងៃគឺបានលុយកន្លះថ្ងៃយើងអត់ខ្វល់ហោបធុំគេមិនបាញ់គេទេបងប្អូនណាបាទហើយស្រាវវិយាគឺគ្មានទេបងប្អូនណាមកកសិដ្ឋានឃើញហើយគឺគ្មានទេបងប្អូនណាគឺដោយសារគាត់ទាំងអស់គ្នាគាត់ភ្ញាក់លឹកដែរហើយនាងពេកនេះចាស់ជាងគេហើយត្រង់ជាងគេចាំប្រពន្ធផងកូនផងកាយចរិយាចរប្រឹងទៅគឺមិនបងប្អូនណាកម្មយើងហ៊ានធ្វើយើងហ៊ានទទួលហើយធ្វើតាមព្រោះយើងវាអត់មានជំរឿនអីក្រៅពីយើងធ្វើកសិកម្មនោះទេសិនយើងអាចរៀនចេះដឹងឲ្យកូនចៅយើងរៀនសូត្រទៅអានឹងអនាគតយើងគឺធូរវិញហើយបងប្អូនណាលំបាកថ្ងៃនេះតែអនាគតគឺយើងមានពន្លឺមកវិញហើយឡរបស់យើងពីដើមនេះគឺមួយដើមដាក់បាន25តោនហើយពីដើមនេះគឺ50តោនហើយបងប្អូនណាបាទហើយស្រូវគេមករែងនឹងក៏មកចាំជើងសិនទៅធ្វើម៉េចទេហើយកាក់តងកយើងក៏ចេញរាល់ថ្ងៃដែរបងប្អូនណាបាទអូខេបងប្អូនណាសុខសប្បាយទាំងអស់គ្នាហេងឆ្នាំថ្មីហើយសង្ឃឹមថាកសិកម្មយើងអាចងើបមុខមកវិញបន្ទាប់ពីដួលត្រឡប់តលិនមករយៈធំដែរបងប្អូនណាមួយឆ្នាំពេញអានេះស្រូវមករែងហើយបងប្អូនណាបាទ2តោនអរគុណបងប្អូនណាហេង